ការព្យាករណ៍តម្លៃមាសប្រចាំសប្តាហ៍អ្នកជំនាញបង្ហាញអំពីសុទិដ្ឋិនិយមស្ទើរតែទាំងស្រុងអំពីតម្លៃមាសបន្ទាប់អំពីទិន្នន័យគាំទ្រនិងភាពវឹកវរនៃភូមិសាស្ត្រនយោបាយចំណែកវិនិយោគិនទូទៅរក្សានិន្នាការកើនឡើងបន្ទាប់អំពីតម្លៃមាសឡើងទៅដល់$4,500ក្នុង1អោនខណៈដែលលោហៈពណ៌លឿងបានជួបប្រទះនឹងការធ្លាក់ចុះខ្លះនៅតាមផ្លូវសន្ទុះគឺកើនឡើងជាលំដាប់ពេញមួយសប្តាហ៍ដំបូងនៃការជួញដូរឆ្នាំ2026ហើយនិន្នាការទីផ្សារនៅតែមានទំនោរកើនឡើងឥឡូវនេះកំពុងឃើញមាសឈរនៅមាត់ច្រកនៃកម្រិតខ្ពស់បំផុតគ្រប់ពេលវេលាកាលពីខែមុនតម្លៃមាសបានចាប់ផ្ដើមជាមួយនឹងសប្តាហ៍នៃការជួញដូរនៅក្នុងតម្លៃ$4,370ក្នុង1អោនដែលស្មើនឹង$5,265ក្នុងមួយតម្លឹងហើយលោហៈពណ៌លឿងមួយនេះមិនបានជះខ្ជាយពេលវេលាឡើយនៅក្នុងការដណ្ដើមយកកម្រិត$4,400ក្នុង1អោនដែលស្មើនឹង$5,301ក្នុងមួយតម្លឹងមកវិញត្រឹមតែ2ម៉ោងប៉ុណ្ណោះបន្ទាប់អំពីការជួញដូរបានចាប់ផ្ដើមមាសបានជួញដូរនៅតម្លៃក្រោម$4,440ក្នុង1អោនដែលស្មើនឹង$5,350ក្នុងមួយតម្លឹងបន្តិចនៅព្រឹកព្រលឹមហើយបន្ទាប់អំពីការធ្លាក់ចុះយ៉ាងលឿនដើម្បីសាកល្បងកម្រិតគាំទ្រដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា support នៅតម្លៃ$4,400ក្នុង1អោនដែលស្មើនឹង$5,301ក្នុងមួយតម្លឹងមុនម៉ោង8:15នាទីព្រឹកថ្ងៃច័ន្ទតម្លៃបានបង្កើតកម្រិតខ្ពស់រយៈពេលខ្លីយ៉ាងឆាប់រហ័សនៅតម្លៃ$4,450ក្នុង1អោនដែលស្មើនឹង$5,361ក្នុងមួយតម្លឹងនៅល្ងាចថ្ងៃច័ន្ទទីផ្សារអាស៊ីបានបន្តពីកន្លែងដែលអាមេរិកខាងជើងបានបញ្ចប់ដោយជំរុញឲ្យតម្លៃមាសកើនឡើងរហូតទៅដល់$4,470ក្នុង1អោនដែលស្មើនឹង$5,386ក្នុងមួយតម្លឹងភ្លាមៗបន្ទាប់អំពីពាក់កណ្ដាលអាធ្រាត្របន្ទាប់អំពីការបើកទីផ្សារនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារបានជំរុញឲ្យតម្លៃមាសឡើងទៅដល់$4,490ក្នុង1អោនដែលស្មើនឹង$5,410ក្នុងមួយតម្លឹងយ៉ាងលឿនហើយនៅម៉ោងប្រមាណជា6ល្ងាចលោហៈពណ៌លឿងមួយនេះបានឡើងទៅដល់កម្រិតកំពូលក្រោមតម្លៃ$4,500ក្នុង1អោនដែលស្មើនឹង$5,422ក្នុងមួយតម្លឹងបន្ទាប់មកតម្លៃមាសបានជួបប្រទះការធ្លាក់ចុះគួរឲ្យកត់សម្គាល់ប្រចាំសប្តាហ៍ដោយលោហៈពណ៌លឿងមួយនេះបានធ្លាក់ចុះមកដល់តម្លៃ$4,440ក្នុង1អោនដែលស្មើនឹង$5,354ក្នុងមួយតម្លឹងនិងបន្តធ្លាក់ចុះដល់តម្លៃ$4,426ក្នុង1អោនដែលស្មើនឹង$5,333ក្នុងមួយតម្លឹងកន្លះម៉ោងបន្ទាប់អំពីការបើកទីផ្សារនៅសហរដ្ឋអាមេរិកនៅថ្ងៃពុធប៉ុន្តែខណៈពេលដែលតម្លៃមាសមិនអាចបំបែកលើសពី$4,470ក្នុង1អោនដែលស្មើនឹង$5,386ក្នុងមួយតម្លឹងកាលពីថ្ងៃពុធឬក៏ព្រឹកព្រលឹមនៅថ្ងៃប្រហ័សការធ្លាក់ចុះក៏មិនអាចចូលចិត្តទៅដល់កម្រិតគាំទ្រ$4,400ក្នុង1អោននោះផងដែរនៅរសៀលថ្ងៃប្រហ័សខណៈពេលដែលម៉ោងសហរដ្ឋអាមេរិកបានបិទតម្លៃមាសបានបំបែកលើសពីតម្លៃ$4,470ក្នុង1អោនដែលស្មើនឹង$5,386ក្នុងមួយតម្លឹងហើយទោះបីជាវាបានរុញច្រានត្រឹមតែ$8លើសពីកម្រិតនោះក៏ដោយក៏ជួរតម្លៃខ្ពស់ជាងគេត្រូវបានគេបង្កើតឡើងហើយមាសបានជួញដូរមិនទាបជាង$4,465ក្នុង1អោនស្មើនឹង$5,380ក្នុងមួយតម្លឹងឡើយនៅពេលយប់ខណៈពេលដែលទីផ្សារត្រៀមខ្លួនសម្រាប់របាយការណ៍ការងារក្រៅវិស័យកសិកម្មដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា Non-Farm Payroll ដែលជារបាយការណ៍របស់សហរដ្ឋអាមេរិកសម្រាប់ខែធ្នូទិន្នន័យការងារស្របតាមការព្យាករណ៍ប៉ុន្តែនោះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីភាពលំអៀងបន្តិចបន្តួចរបស់ទីផ្សារទៅលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលបានជំរុញឲ្យមាសឡើងយ៉ាងលឿនឆ្លងកាត់កម្រិត$4,500ក្នុង1អោនដែលស្មើនឹង$5,422ក្នុងមួយតម្លឹងនៅម៉ោង10:15នាទីព្រឹកបន្ទាប់អំពីការធ្លាក់ចុះមួយរយៈពេលខ្លីទៅកាន់កម្រិតគាំទ្រ$4,485ក្នុង1អោនដែលស្មើនឹង$5,396ក្នុងមួយតម្លឹង
ទីផ្សារពេញចិត្តនៅក្នុងការជួញដូរនៅក្រោមកម្រិតទាំងសងខាងគឺ$4,500ក្នុងមួយអោនដែលស្មើនឹង$5,422ក្នុងមួយតម្លឹងឆ្ពោះទៅកាន់ចុងសប្តាហ៍ដែលឡែកចំពោះការព្យាករណ៍តម្លៃមាសសម្រាប់សប្តាហ៍បន្ទាប់នៅក្នុងចំណោមអ្នកជំនាញ16រូបបានបញ្ជាក់ថា14រូបគាត់ថាមាសនៅតែបន្តឡើងដែលស្មើនឹង88%មួយរូបថាមាសធ្លាក់ចុះស្មើនឹង6%ហើយមួយរូបទៀតថាមាសនៅរក្សាតម្លៃដូចសប្តាហ៍កន្លងមកនេះដែលស្មើនឹង6%ចំពោះវិនិយោគិនទូទៅដែលយើងធ្វើការបោះឆ្នោតឬក៏ធ្វើការស្ទង់មតិតាមរយៈអនឡាញក្នុងចំណោមនោះអ្នកចូលរួមចំនួន268រូបដែល184រូបគាត់ថាតម្លៃមាសនៅតែបន្តកើនឡើងដែលស្មើនឹង69% 44រូបស្មើនឹង16%ថាមាសធ្លាក់ចុះហើយ40រូបស្មើនឹង15%ថាមាសនៅរក្សាដោយសប្តាហ៍មុនអស់លោកស្រីបានជ្រាបបង្ហើយអំពីទំនោរនៃតម្លៃរបស់មាសនៅសប្តាហ៍កន្លងមកហើយក៏ដូចជាលទ្ធផលនៃការស្ទង់មតិនៅក្នុងសប្តាហ៍បន្ទាប់ហើយជាលទ្ធផលមានន័យថាអ្នកជំនាញគាត់ស្ទើរតែទាំងស្រុងហើយមានន័យថាគាត់នៅតែមានសុទិដ្ឋិនិយមសម្រាប់តម្លៃមាសដែលឡែកអ្នកដែលធ្វើការបោះឆ្នោតតាមអនឡាញពីសំណាក់អ្នកវិនិយោគទូទៅគឺគាត់ក៏នៅតែមានសុទិដ្ឋិនិយមថាតម្លៃមាសនៅតែបន្តឡើងក៏ប៉ុន្តែកម្រិតមានត្រឹមតែ69%ទេបាទអញ្ចឹងមានមួយចំនួនគាត់ថាមាសនឹងមានការធ្លាក់ចុះមាន10%ជាងទៀតគាត់ថាមាសនឹងមានការនៅរក្សានៅតម្លៃដើមអញ្ចឹងជារួមនេះជាទស្សនៈមួយសម្រាប់ជូនជាគេហៅថាការគ្រប់គ្រងនៅក្នុងការសម្រេចចិត្តរបស់អស់លោកស្រីនៅក្នុងការវិនិយោគពាក់ព័ន្ធជាមួយនឹងលោហៈដ៏មានតម្លៃមួយនេះហើយវីដេអូរបស់ខ្ញុំបាទក៏បានដល់ទីបញ្ចប់ហើយបើសិនជាលោកស្រីគិតថាជាមាតិកាមួយដ៏មានតម្លៃក៏សូមជួយចែករំលែកនៅមាតិកានេះឬក៏ជួយចុច like ហើយជាពិសេសក៏សូមអរគុណសម្រាប់ការ Subscribe នៅ Channel YouTube របស់ខ្ញុំបាទនិង Follow នៅទំព័រ Facebook Page របស់ខ្ញុំនៅក្នុងខណៈនេះក៏ដល់ទីបញ្ចប់ខ្ញុំបាទសូមជម្រាបលា